នៅក្នុងថ្ងៃរៀបការរបស់នាងកូនស្រីបានរុញម្ដាយបង្កើតរបស់នាងចេញហើយលុតជង្គង់នៅចំពោះមុខម្ដាយចុងរបស់នាងនៅចំពោះមុខសាច់ញាតិទាំងអស់ហើយវាមិនមែនតែប៉ុណ្ណោះទេនៅទីនោះនាងបានធ្វើការសម្រេចចិត្តមួយដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលកាលកូនស្រីអាយុ4ឆ្នាំម្ដាយបង្កើតរបស់នាងបានយកលុយទាំងអស់របស់ឪពុកនាងហើយរត់ទៅចោលជាមួយបុរសម្នាក់ទៀតចាប់ពីពេលនោះមកឪពុករបស់នាងបានចិញ្ចឹមនាងតែម្នាក់ឯងដោយធ្វើជាទាំងម្ដាយនិងឪពុកបន្ទាប់មកនៅពេលកូនស្រីអាយុ8ឆ្នាំគាត់បានជួបស្ត្រីម្នាក់ដែលនឹងក្លាយជាម្ដាយចុងរបស់នាងម្ដាយចុងរបស់នាងមិនស្អាតដូចម្ដាយបង្កើតរបស់នាងទេតាមពិតទៅអ្នកអាចនិយាយបានថានាងមានរូបរាងសាមញ្ញណាស់ក្រោយមកឪពុកនិងម្ដាយចុងរបស់កូនស្រីបានបើកហាងជួសជុលឡានជាមួយគ្នាប៉ុន្តែថ្ងៃល្អមិនបានយូរទេពេលដែលហាងចាប់ផ្ដើមដំណើរការល្អឪពុករបស់នាងក៏បានយកលុយទាំងអស់ពីហាងហើយរត់បាត់ទៅដែរគ្រាន់តែបែបនោះកូនស្រីបានបាត់បង់ម្ដាយហើយឪពុករបស់នាងក៏បានបោះបង់នាងចោលនៅទីនោះតែម្នាក់ឯងម្ដាយចុងរបស់នាងមិនបាននិយាយអ្វីមួយម៉ាត់ឡើយនាងបាននាំកូនស្រីចេញពីកន្លែងនោះជួលបន្ទប់តូចមួយដែលទ្រុឌទ្រោមហើយចាប់ផ្ដើមធ្វើការងារផ្សេងដើម្បីបង់ថ្លៃសាលាឲ្យនាងកូនស្រីត្រូវធំដឹងក្តីលឿនពេកនាងដឹងថាស្ត្រីម្នាក់នេះមិនមែនជាម្ដាយបង្កើតរបស់នាងទេដូច្នេះនាងប្រុងប្រយ័ត្នគ្រប់យ៉ាងនាងខ្លាចចម្ដាយចុងនឹងចាក់ចេញពីនាងដែរហើយខ្លាចថានាងអាចនឹងយកកំហឹងដែលខឹងនឹងឪពុករបស់នាងមកទម្លាក់លើនាងនៅពេលដល់ពេលបង់ថ្លៃសាលាកូនស្រីមិនហ៊ានសុំលុយម្ដាយចុងទេផ្ទុយទៅវិញនាងបានលួចសន្សំលុយថ្លៃចំណាយប្រចាំថ្ងៃដើម្បីបង់ដោយខ្លួនឯងនៅពេលម្ដាយចុងដឹងរឿងនេះនាងបានមកផ្ទះវិញហើយស្ដីបន្ទោសឲ្យនាងថាអ្នកណាប្រាប់ឲ្យឯងសន្សំលុយថ្លៃបាយតើឯងចង់ធ្វើបាបខ្លួនឯងឲ្យអត់ឃ្លានដើម្បីឲ្យឯងខ្លាចជាម្ដាយចុងចិត្តអាក្រក់មែនទេបន្ទាប់ពីនោះមកម្ដាយចុងរបស់នាងលែងឲ្យនាងញ៉ាំបាយនៅសាលាទៀតហើយរៀងរាល់ថ្ងៃនាងតែងតែទៅទទួលនាងមកផ្ទះដើម្បីញ៉ាំបាយដោយធ្វើម្ហូបឲ្យនាងដោយផ្ទាល់ដៃនិងមើលនាងញ៉ាំឲ្យអស់ពីចានគ្រាន់តែបែបនោះកូនស្រីក៏ធំដឹងក្តីបន្តិចម្ដងនាងរៀនចប់វិទ្យាល័យចូលរៀនមហាវិទ្យាល័យហើយការចំណាយរបស់នាងកាន់តែខ្ពស់ទៅដើម្បីសម្រាលបន្ទុករបស់ម្ដាយចុងកូនស្រីតែងតែឆ្លៀតធ្វើការងារក្រៅម៉ោងបន្ទាប់ពីរៀនរួចដើម្បីរកលុយថ្លៃចំណាយប្រចាំថ្ងៃការសិក្សារបស់នាងគឺធ្ងន់ធ្ងរណាស់ទៅហើយនៅពេលនោះប៉ុន្តែនាងពិតជាមិនចង់ឲ្យម្ដាយចុងរបស់នាងធ្វើការហត់នឿយខ្លាំងពេកទេចុងក្រោយម្ដាយចុងរបស់នាងនៅតែដឹងរឿងនេះនាងបានទៅកន្លែងដែលកូនស្រីធ្វើការក្រៅម៉ោងដោយផ្ទាល់ហើយនិយាយទៅកាន់នាងយ៉ាងម៉ឺងម៉ាត់ម្ដងទៀតថាឯងគ្រាន់តែផ្ដោតលើការសិក្សារបស់ឯងទៅកុំបារម្ភរឿងលុយកាក់អីចាប់ពីពេលនេះទៅអញនឹងកត់ត្រាទុកនៅរាល់ការចំណាយទាំងអស់ដែលអញបានចំណាយលើឯងទាំងអតីតកាលនិងអនាគតឯងអាចសងអញវិញជាមួយការប្រាក់នៅពេលក្រោយហើយចាំទុកថាឯងត្រូវតែមើលថែនៅពេលអញចាស់ទៅចាប់ពីពេលនោះមកកូនស្រីបានដាក់កម្លាំងកាយចិត្តទាំងអស់ទៅលើការសិក្សាហើយបានប្រឡងជាប់ចូលរៀនថ្នាក់ក្រោយឧត្តមសិក្សាដោយជោគជ័យសូមឲ្យអ្នកគ្រប់គ្នាដែលបានស្ដាប់រឿងនេះទទួលបានភាពជោគជ័យជាជំហានមានអនាគតភ្លឺស្វាងនិងដើរបានឆ្ងាយក្នុងជីវិតប៉ុន្មានឆ្នាំក្រោយមកកូនស្រីមិនត្រឹមតែស្វែងរកការងារសមរម្យបានប៉ុណ្ណោះទេប៉ុន្តែក៏បានជួបស្វាមីដែលស្រឡាញ់នាងពិតប្រាកដផងដែរនៅក្នុងថ្ងៃរៀបការរបស់នាងមិនបានអញ្ជើញឪពុកម្ដាយបង្កើតរបស់នាងទេប៉ុន្តែមិនដឹងជាយ៉ាងម៉េចពួកគេនៅតែបង្ហាញខ្លួននាងមិនដឹងថាពួកគេដឹងរឿងនេះដោយរបៀបណាឡើយនៅពេលដល់ពេលត្រូវគោរពដឹងគុណឪពុកម្ដាយកូនស្រីបានដើររកម្ដាយចុងរបស់នាងគ្រប់កន្លែងដូចជាមនុស្សឈួតចុងក្រោយនាងបានរកឃើញម្ដាយចុងរបស់នាងកំពុងលាក់ខ្លួននៅក្នុងបន្ទប់ខាងក្រោយកូនស្រីបានទាញនាងឡើងលើឆាកកាន់ដៃនាងយ៉ាងណែនលុតជង្គង់នៅចំពោះមុខនាងហើយនិយាយទាំងទឹកភ្នែកថាម៉ាក់គឺជាម្ដាយពិតប្រាកដរបស់កូននាងកូនមិនដឹងគុណអញជាម្ដាយបង្កើតរបស់ឯងណាបន្ទាប់មកនាងបានងាកទៅរកម្ដាយបង្កើតរបស់នាងហើយនិយាយថាអរគុណដែលបានបង្កើតកូនមកហើយអរគុណដែលបាននៅជាមួយកូនរហូតដល់កូនអាយុ4ឆ្នាំ